bạn số đây từng ở kia bạn cái này phong nét nhưng đồng màu này non này từng ở kia bị thì đặc biệtในการ add camera e-service ចូលទៅកាន់ NVR ដោយយើង manual add ដោយ app application របស់ e-service ក្នុងការ add នោះទេបាទបើសិនជាបងប្អូនមាន monitor ហើយបងប្អូនមាន NVR ហើយយើងបានភ្ជាប់កាមេរ៉ារបស់យើងទាំងអស់ចូលទៅក្នុង app ហើយប៉ុន្តែយើងចង់ add លក្ខណៈថាមួយជាមួយ monitor បាទឥឡូវខ្ញុំនឹងមកណែនាំដល់អ្នកគ្នាវិធីការ add មកដំបូងយើងត្រូវឲ្យ NVR របស់យើង online អស់កាមេរ៉ា online អស់ហើយបាទឥឡូវយើងមកចូលមក check ជាមួយនឹង menu បាទយើងវាយ password ហើយនេះគឺជារូបរាងរបស់ interface របស់ NVR e-service អញ្ចឹងនៅក្នុងនេះផងដែរដំបូងយើងអាច check ទៅលើ hard disk បាទ hard disk ឧទាហរណ៍ថាបើវាអត់ទាន់ install ទេគឺយើងអាចចុចចំនេះឲ្យ install ដើម្បីធ្វើការត្បូងបាទឥឡូវខ្ញុំធ្វើ install ហើយប៉ុន្តែសម្រាប់ hard disk ថ្មី install ហ្នឹងណាអូខេហើយបន្តមកយើងមកមើល configuration ផ្សេងបាទអញ្ចឹងកន្លែងនេះខ្ញុំអត់មានអីទេការផ្លាស់ប្ដូរជាមួយនឹង UTC បំពល់ផ្សេង resolution ភាសាជាដើមបាទអញ្ចឹងអ្វីសំខាន់គឺយើងមកធ្វើការ add IP ចូលមកកាន់ NVR ជាយើង add កាមេរ៉ាយើងចូលលេងកាមេរ៉ាមកបាទហើយនេះគឺជាកាមេរ៉ារូបរាងដែលយើងអត់បាន add ចូលបាទហើយយើងមើលមិនដឹងថាកាមេរ៉ាហ្នឹងក្នុង local តែមួយក្នុង range តែមួយយើងមើលកន្លែងនេះបាទសំខាន់គឺ load មកអត់ load មានថាមិន local នេះ range របស់វាបាទមួយកន្លែងនេះបាទហើយយើងអាចមើល model មើល serial number បានទៀតតែមែនតើចឹងចំពោះការ add ងាយមែនតើគឺយើងចុចកន្លែង add បូកនេះបូកហ្នឹងមានថា add បាទយើងចុចមកបាទចុចយកទៅបាទអូខេបាទអញ្ចឹងចុចឲ្យអស់ហើយ starter មានន័យថាយើងមើលអាចមើល live បានទេមើល live view បានទេហើយនៅនេះផងដែរគឺយើងមានកាមេរ៉ាពួក plate 2 channel បាទហើយជាមួយនឹងពួក1 channel អញ្ចឹងចំពោះ2 channel គឺវាមាន IP ជាន់គ្នា IP មួយគ្នា23ជាមួយ7អញ្ចឹងនេះ model A90 មួយ A80F បាទតោះឥឡូវយើងមកមើលតើវាពិត view បានមែនអត់ដែរខ្ញុំ back ណាអូខេបាទមើល view បានទេអញ្ចឹងយើងអាចមើល monitor បានមើលបើយើងអាចនៅក្នុង menu នៅក្នុង NVR នេះផងដែរសម្រាប់នៅក្នុង application របស់យើងក៏វាជាប់ដែរបាទអញ្ចឹងអត់អីទេមួយគ្នាយើងមើលបានទាំងអស់គ្នាឥឡូវខ្ញុំសូមបញ្ចប់ត្រឹមហ្នឹងសិនបាទអរគុណទាំងអស់គ្នា